And I think one of the things that reminds us of why it's រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានប្រមានពីហានិភ័យពិតប្រាកដនៃសង្គ្រាមអ៊ុយក្រែនដែលកំពុងកើនឡើងទៅរកទ្រង់ទ្រាយធំវិញនៅពេលដែលយោធាអ៊ុយក្រែនកាន់តែមានភាពប៉ិនប្រសប់ក្នុងការវាយលុកចូលជ្រៅក្នុងទឹកដីរុស្ស៊ីលោក Rubio ប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃអង្គារថាអ៊ុយក្រែនកាន់តែមានប្រសិទ្ធភាពនៅក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីលោក Marco Rubio បានអះអាងថាវាគឺជារឿងមួយដែលរំលឹកយើងអំពីមូលហេតុដែលជារឿងសំខាន់បំផុតនៅក្នុងការព្យាយាមធ្វើឲ្យសង្គ្រាមនេះបញ្ចប់តាមដែលយើងអាចធ្វើទៅបានពីព្រោះហានិភ័យនៃការកើនឡើងគឺពិតប្រាកដពលគឺខ្លាំងក្លាជាងកាលពី2ឆ្នាំមុនទៅទៀតការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានធ្វើឡើងចំពេលដែលសង្គ្រាមដែលអូសបន្លាយពេលចូលទៅដល់ឆ្នាំទី5មួយនេះបាននឹងកំពុងកក្រាក់ឡើងវិញជាក់ស្ដែងកាលពីថ្ងៃអង្គាររុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន73គ្រាប់និងយន្តហោះគ្មានមនុស្សបើករហូតដល់656គ្រឿងវាយប្រហារទៅលើទីក្រុងនានារបស់អ៊ុយក្រែនបណ្ដាលឲ្យមនុស្ស17នាក់បានស្លាប់និង100នាក់ផ្សេងទៀតបានរងរបួសការវាយប្រហារទ្រង់ទ្រាយធំនេះបានកាត់ឡើងក្រោយរុស្ស៊ីចាត់អ៊ុយក្រែនថាបានប្រើប្រាស់ drone វាយប្រហារអគារស្នាក់នៅរបស់និស្សិតនៅក្នុងតំបន់លូហាន់ដែលគ្រប់គ្រងដោយរុស្ស៊ីកាលពីខែឧសភាដែលបណ្ដាលឲ្យមានជនស៊ីវិលជាច្រើនអ្នកបានស្លាប់និងរបួស